រឿងព្រះរាជបុត្រ3នគរក្នុងនគរវ៉ារកងមានស្ដេចមួយអង្គព្រះនាមកាស៊ីនិងមហាសីឈ្មោះអាណាដែលមានបុត្រីដ៏ស្រស់ស្អាតម្នាក់ព្រះនាងមានឈ្មោះថាអែនណាដោយសារព្រះនាងមានសម្រស់ស្រស់ស្អាតតែងតែមានព្រះរាជបុត្រពីនគរផ្សេងចង់មកចូលស្ដីដណ្ដឹងព្រះនាងជាញឹកញាប់ថ្ងៃនេះមានព្រះរាជបុត្រពីនគរផ្សេងមកចូលស្ដីដណ្ដឹងបុត្រីរបស់យើងទៀតហើយតើអូនគិតយ៉ាងណាដែរបុត្រីរបស់យើងក៏ល្មមដល់ពេលដែលមានគូស្រករដែរហើយព្រះនាងមានសម្រស់ស្អាតបរិះណាក៏ពេញចិត្តដែរតែយើងមិនអាចលើកឲ្យអ្នកណាដោយងាយនោះទេព្រះរាជសន្និសាទរបស់យើងត្រូវតែជាមនុស្សដែលមានប្រាជ្ញាហើយជាមនុស្សល្អដែលអាចមើលថែបុត្រីរបស់យើងបានយើងត្រូវតែសាកល្បងប្រាជ្ញារបស់ពួកគេតើសាកយ៉ាងម៉េចទៅព្រះអង្គពេលវេលាមកដល់អូនប្រកាសជាដឹងហើយប៉ុន្មានថ្ងៃក្រោយមកមានព្រះរាជបុត្រពី3នគរចូលមកដំណើរគ្នាដើម្បីស្ដីដណ្ដឹងព្រះនាងអែនណាទី1ព្រះអង្គម្ចាស់ឡៃសាទី2ព្រះអង្គម្ចាស់កាកាសនិងទី3ព្រះអង្គម្ចាស់ដែនស៊ីយើងឈ្មោះថាឡៃសាជាស្ដេចដែលតែងតែស្រឡាញ់ប្រជារាស្ត្រឲ្យប្រជាជនរបស់យើងរស់នៅដោយមានភាពរីករាយជានិច្ចយើងព្រះនាមកាកាសជាស្ដេចដែលតែងតែច្បាំងឈ្នះនគរដទៃពួកយើងតែងតែហៅយើងថាជាស្ដេចនៃសង្គ្រាមទូលបង្គំព្រះនាមដែនស៊ីគ្មានស្នាដៃអ្វីធំធេងដូចទ្រង់ទាំងពីរនោះទេគឺតែងតែប្រឹងប្រែងធ្វើយ៉ាងណាឲ្យប្រជារាស្ត្ររស់នៅដោយសុខសាន្តទោះមិនពូកែខាងសឹកសង្គ្រាមតែខិតខំព្យាយាមការពារនគរឲ្យល្អបំផុតតាមលទ្ធភាពទូលបង្គំព្រះអង្គម្ចាស់នៃនគរ2ទៀតបានសើចដោយចំអកទៅកាន់ព្រះអង្គម្ចាស់ដែនស៊ីហោះមិនអីនោះទេព្រះអង្គម្ចាស់គ្រប់គ្នាមកថ្ងៃនេះគឺដើម្បីស្ដីដណ្ដឹងបុត្រីរបស់យើងទោះមានស្នាដៃធំធេងឬមិនមាននោះយើងក៏នឹងសាកល្បងទាំងអស់គ្នាស្ដេចទាំង3ឆ្លើយយល់ព្រមបើអ្នកទាំង3យល់ព្រមហើយដូចនេះការសាកល្បងនឹងចាប់ផ្ដើមចូលអ្នកទាំង3ទៅប្រមូលទឹកសន្សើមមកឲ្យយើងក្នុងរយៈពេល1ថ្ងៃបើអ្នកណាប្រមូលបានច្រើនជាងគេអ្នកនោះគឺជាអ្នកឈ្នះតែត្រូវចាំថាត្រូវធ្វើដោយខ្លួនឯងតែប៉ុណ្ណោះគ្រាន់តែប៉ុណ្ណឹងទេឬព្រះនាងអេណានឹងបានរៀបអភិសេកជាមួយយើងព្រះនាងអេណាច្បាស់ជាបានរៀបអភិសេកជាមួយយើងគ្មានអ្វីដែលយើងមិនអាចធ្វើបាននោះទេមិនអីទេព្រះអង្គទូលបង្គំនឹងធ្វើវាឲ្យបានលុះស្អែកឡើងការប្រកួតក៏បានមកដល់ស្ដេចទាំង3ព្រះអង្គបានប្រើវិធីរៀងខ្លួនដើម្បីប្រមូលទឹកសន្សើមការកំណត់នៃការជូនទឹកសន្សើមក៏បានមកដល់យើងមិនមានទឹកសន្សើមថ្វាយទ្រង់នោះទេយើងមិនបានដឹងទេថាត្រូវទៅយកទឹកសន្សើមនៅពេលណាយើងរវល់តែដេកលក់នេះជាទឹកសន្សើមដ៏ច្រើនរបស់យើងយកមកថ្វាយដល់ទ្រង់ហើយគ្មាននរណាអាចរកទឹកសន្សើមបានច្រើនជាងយើងទៀតនោះទេដូចនេះព្រះនាងអេណាត្រូវតែបានរៀបអភិសេកជាមួយយើងចំណែកឯនេះគឺជាទឹកសន្សើមរបស់ទូលបង្គំដែលទៅប្រមូលនៅក្នុងព្រៃបន្តិចម្ដងបានតែប៉ុណ្្នឹងទេព្រះអង្គស្ដេចកាស៊ីទ្រង់មានបន្ទូលឡើងថាល្អណាស់តាមអ្វីដែលយើងមើលឃើញនៅពេលនេះយើងដឹងថាអ្នកណាដែលត្រូវបានរៀបអភិសេកជាមួយបុត្រីរបស់យើងហើយនោះគឺព្រះអង្គម្ចាស់ដែនស៊ីហេតុអីព្រះអង្គព្រោះទឹកសន្សើមរបស់យើងមានយ៉ាងច្រើនព្រះអង្គម្ចាស់ឡៃសាដោយសារតែទ្រង់ជាមនុស្សទម្លាប់ខ្លួនជាមួយនឹងភាពសុខស្រួលមិនបានប្រញាប់ប្រញាល់ក្រោកពីព្រឹកដើម្បីទៅប្រមូលទឹកសន្សើមនោះទេព្រោះទ្រង់មិនដែលដឹងសោះថាតើទឹកសន្សើមនឹងមាននៅពេលណាចំណែកព្រះអង្គម្ចាស់កាកាសទម្លាប់តែប្រើអំណាចបង្គាប់បញ្ជាអ្នកដទៃទ្រង់មិនបានខ្វល់ខ្វាយអំពីពាក្យផ្ដាំផ្ញើរបស់យើងនោះទេដែលផ្ដាំឲ្យប្រមូលដោយខ្លួនឯង
ទ្រង់បានបញ្ជាឲ្យពលសេនាដើរប្រមូលទឹកសន្សើមទាំងអស់នេះជំនួសទ្រង់តែប៉ុណ្ណោះចំណែកព្រះម្ចាស់ដែនស៊ីទ្រង់ជាស្ដេចដែលមានភាពស្មោះត្រង់និងព្យាយាមទ្រង់បានចេញពីព្រះរាជវាំងទៅប្រមូលទាំងព្រឹករលឹមទ្រង់បានចូលទៅក្នុងព្រៃជ្រៅហើយប្រើប្រាស់សម្លេងទន់ៗដើម្បីផ្ដិតយកទឹកសន្សើមបន្តិចម្ដងដោយការពន្យល់បែបនេះព្រះអង្គម្ចាស់ទាំងអស់ក៏សុខចិត្តហើយព្រះអង្គម្ចាស់ដែនស៊ីក៏បានរៀបអភិសេកជាមួយព្រះនាងអេណាដោយសារភាពស្មោះត្រង់ការព្យាយាមនិងបដិញ្ញារបស់ព្រះអង្គហើយពួកគេទាំងពីរក៏បានរស់នៅក្នុងនគរវ៉ារ៉ាកង់ដោយសុខសាន្ត